សូមគោរពជំរាបសួរដល់លោកអគ្គនាយកហួតថៃអ្នកស្រីអគ្គនាយិការរងផាសីអៀនលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនេះនាងខ្ញុំឈ្មោះធឿនរស្មីជាអតីតសិស្សថ្នាក់ទី12កនៃសាលារៀនអន្តរជាតិ Camtop ឆ្នាំសិក្សា 2024-2025 ហើយទើបតែបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាចូលរយៈភូមិកន្លងទៅនេះនឹងទទួលបានលទ្ធផលយ៉ាងកត់ប្រសើរគឺនិតិ2ម្យ៉ាងទៀតខ្ញុំក៏បានប្រឡងជាប់អាហារូបករណ៍ 100% ពីសាកលវិទ្យាល័យកម្ពុជាផងដែរខ្ញុំដឹងថាសិស្សានុសិស្សទាំងអស់គ្នាគឺខិតខំប្រឹងប្រែងរៀនសូត្រអស់ពីសមត្ថភាពដើម្បីទទួលបាននូវលទ្ធផលល្អនាថ្ងៃខាងមុខមួយវិញទៀតគ្រប់គ្នាគឺតែបំពេញកាតព្វកិច្ចជាសិស្សអស់រយៈពេល12ឆ្នាំដើម្បីទទួលបានជោគជ័យក្នុងនាមជាសិស្សច្បងម្នាក់គឺចង់ឲ្យបងប្អូនទទួលបានលទ្ធផលល្អហេតុដូចនេះហើយទៅថ្ងៃនេះខ្ញុំបានលើកយកនៅកលឹះខ្លះៗដែលខ្ញុំតែងតែយកនៅអនុវត្តនៅពេលកំឡុងត្រៀមការប្រឡងមធ្យមសិក្សាទូរយៈភូមិនេះទី1គឺការកំណត់គោលដៅការកំណត់គោលដៅគឺវាមិនពិតជាមានសារៈសំខាន់ណាស់ពេលដែលយើងកំណត់គោលដៅវានឹងធ្វើឲ្យយើងងាយស្រួលថាដឹងថាអ្វីដែលយើងគួរធ្វើនិងមិនគួរធ្វើចំពោះខ្ញុំគឺខ្ញុំបានកំណត់គោលដៅតាំងពីដើមឆ្នាំថ្នាក់សិក្សាទី12មកម្ល៉េះដោយជ្រើសរើសយកជំនាញតាមចំណង់ចំណូលចិត្តនិងអ្វីដែលខ្ញុំចង់បានការធ្វើបែបនេះនឹងធ្វើឲ្យប្អូនទទួលបានភាពជោគជ័យនៅថ្ងៃខាងមុខនិងអនាគតបើសិនជាប្អូនចូលចិត្តខាងគណនាលេខឬធ្វើលំហាត់ប្អូនគួរតែជ្រើសរើសយកថ្នាក់វិទ្យាសាស្ត្រពិតប៉ុន្តែបើសិនជាប្អូនចូលចិត្តខាងទន្ទេញមេរៀនឬសរសេរសំណេរតែសេចក្តីប្អូនគួរតែជ្រើសរើសយកថ្នាក់វិទ្យាសាស្ត្រសង្គមទី2គឺការរៀបចំកាលវិភាគការរៀបចំកាលវិភាគក៏វាមានសារៈសំខាន់ដែរព្រោះនៅពេលដែលយើងរៀបចំកាលវិភាគបានត្រឹមត្រូវវានឹងធ្វើឲ្យយើងមានភាពងាយស្រួលក្នុងការខិតខំរៀនសូត្រចំពោះខ្ញុំគឺខ្ញុំរៀបចំកាលវិភាគតាំងពីដើមឆ្នាំថ្នាក់សិក្សាថ្នាក់ទី12ដែលបែងចែកវាទាំងសាលារៀនទូទៅសាលារៀនគួរនិងនៅពេលស្វ័យសិក្សានៅពេលយប់ឬពេលទំនេរមួយវិញទៀតខ្ញុំបានបែងចែកវាជា2ទី1គឺខាងធ្វើលំហាត់ខ្ញុំតែងតែអនុវត្តលំហាត់ជាប្រចាំទាំងលំហាត់នៅក្នុងសៀវភៅពុម្ពលំហាត់នៅក្នុងសៀវភៅក្រសួងឬកម្រងវិញ្ញាសាចាស់ៗជាដើមចំណែកឯផ្នែកមេរៀនវិញគឺខ្ញុំតែងតែស្ដាប់លោកគ្រូអ្នកគ្រូបញ្យល់និងយកមកសង្ខេបចងក្រងជាសំណួរចម្លើយរួចយកមកទន្ទេញជាប្រចាំដើម្បីឲ្យចាំនិងមិនឲ្យភ្លេចនៅពេលប្រឡងនិងចុងក្រោយគឺការបែងចែកពេលវេលាការបែងចែកពេលវេលាក៏វាមានសារៈសំខាន់ដែរយើងត្រូវបែងចែកពេលវេលារៀននិងពេលវេលាសម្រាកភាគច្រើនគឺខ្ញុំរៀន2ម៉ោងហើយសម្រាក30នាទីម្ដងដើម្បីលំហែអារម្មណ៍ទាំងនេះគឺជាកលឹះខ្លះៗដែលខ្ញុំតែងតែអនុវត្តក្នុងពេលត្រៀមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទូរយៈភូមិនេះកត្តាមួយវិញទៀតដែលធ្វើឲ្យខ្ញុំទទួលបានជោគជ័យគឺដោយសារតែលោកគ្រូអ្នកគ្រូនិងគណៈគ្រប់គ្រងសាលាដែលលោកបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្ហាត់បង្រៀនទូមានព្រាមប្រដៅនិងផ្ដល់តម្លៃអប់រំយ៉ាងច្រើនចំពោះខ្ញុំដែលធ្វើឲ្យខ្ញុំទទួលបានជោគជ័យមកដល់នេះថែមនេះទៅទៀតគាត់ក៏បានរៀបចំការប្រឡងតេស្តចំនួន2លើកដែលធ្វើឲ្យយើងដឹងពីសមត្ថភាពរបស់សិស្សផងដែរជាចុងក្រោយនាងខ្ញុំសូមផ្ដល់ដល់សិស្សានុសិស្សគ្រប់រូបឲ្យខិតខំប្រឹងប្រែងរៀនសូត្រដល់អស់ពីសមត្ថភាពទាន់ឃ្លានមានឱកាសនិងព្យាយាមស្វែងរកវិធីជំនះរាល់គ្រប់ឧបសគ្គដើម្បីទទួលបានលទ្ធផលជោគជ័យនៅថ្ងៃខាងមុខដោយពាក្យស្លោកមួយពោលថាសេចក្តីព្យាយាមពុំបានសម្រេចជាពិសេសគឺសូមអរគុណដល់គណៈអធិបតីភ្ញៀវកិត្តិយសសិស្សានុសិស្សទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនេះជាចុងក្រោយគឺខ្ញុំសូមអរគុណនិងសូមជូនពរឲ្យអ្នកទាំងអស់គ្នាជួបប្រទះតែសំណាងល្អនិងពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈ8ធាតុឡើយសូមអរគុណ